កូនមាសឪពុកមុទិតាប្រែថាត្រេកអរតាមគឺការដំណើរនៃចិត្តដែលទន់ភ្លន់ទៅរកអ្នកដទៃនៅពេលដែលអ្នកដទៃមានសេចក្តីសុខឬបានលៀបបានយសសូមឲ្យមុទិតាជាអភរណៈគ្រឿងប្រដាប់កាយនៃកូនប្រុសស្រីទាំងឡាយឪពុកសង្កេតឃើញថាមនុស្សមួយចំនួនច្រើនដែលប្រក្រតីមិនសូវបាននៅមុទិតាជាមួយនឹងអ្នកដទៃឡើយមុទិតាគឺជាការសម្ដែងចេញនូវសេចក្តីត្រេកអរតាមពោលគឺរួមសេចក្តីត្រេកអរតាមផ្លូវកាយរួមទាំងផ្លូវវាចាទាំងផ្លូវចិត្តជាមួយអ្នកដែលបានជួបប្រសពនឹងសេចក្តីសម្រេចនូវផលប្រយោជន៍នោះមុទិតាប្រែថាត្រេកអរតាមដោយចិត្តទន់ភ្លន់អ៊ីសាប្រែថាមិនត្រេកអរតាមដោយអំណាចនៃចិត្តអ៊ីសាពោលគឺការច្រណែនចូលកូនចាំទុកថាសត្រូវដ៏សំខាន់របស់មុទិតាគឺអ៊ីសាកាលបើច្រណែនហើយចិត្តក៏មិនត្រេកអរមិនមានការពេញចិត្តមានសភាពញាប់ញ័រដូចជាចោរយកសាស្ត្រាវុធមុខភ្ជង់ត្រង់ដើមទ្រូងដូច្នោះឯងកាលណាបដិងថាអ្នកដតីបានល្អហើយមិនថាជាបងប្អូនជាមនុស្សរួមការងារឬជាអ្នកមានគុណណាឡើយអ្នកដែលមានអ៊ីសាក៏ដល់នូវការស្លុតចិត្តបែបម្យ៉ាងមានការអន់ចិត្តបើមិនទប់ស្កាត់ទេវានឹងបណ្ដោយឲ្យមានរឿងមិនល្អផ្សេងកាត់ឡើងដែលជារឿងគួរឲ្យខ្លាចវិធីកម្ចាត់អ៊ីសាគឺអប់រំចម្រើននៅមុទិតាមានសទ្ធាជឿហេតុផលមានបញ្ញាយល់ដឹងរឿងក្នុងលោកមិនយល់ថាសម្បត្តិក្នុងលោកវាអស្ចារ្យនោះទេតាមពិតវាគ្រាន់តែសម្រាប់ដោះស្រាយនូវសេចក្តីទុក្ខលំបាកប្រចាំរូបកាយតែប៉ុណ្ណោះបើរូបកាយមិនមានហើយក៏មិនចាំបាច់ត្រូវការទ្រព្យសម្បត្តិអ្វីបន្តិចបន្តួចឡើយដូចជាថ្នាំសម្រាប់ព្យាបាលរោគថ្នាំមិនមែនសំខាន់អ្វីជាងការមិនមានរោគនោះទេដូច្នេះខ្លឹមសារសំខាន់ក្នុងជីវិតគឺការប្រតិបត្តិធម៌ដើម្បីរំលត់ទុក្ខកូនត្រូវហាត់អប់រំចម្រើននូវមុទិតាចាប់ផ្ដើមពីក្រុមគ្រួសារទៅមុខរួចហើយផ្សាយពង្រីកទៅអ្នកដទៃជាខាងក្រៅទៀតអ៊ីសាក៏នឹងសាបសូន្យទៅម្ល៉េះហើយកូនមាសឪពុកដែលមានតែមុទិតាចំពោះអ្នកដទៃយ៉ាងនេះគេហៅថាសិរីសួស្តីនិងសេចក្តីសុខក៏ចូលមកក្នុងជីវិតរបស់កូនព្រមនឹងគុណធម៌ផ្សេងទៀតដ៏ច្រើនចូលកូនចងចាំកុំភ្លេចមុទិតា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 ជាថ្នាំរងាប់រោគអ៊ីសាស្មុគរោគក្នុងចិត្តអ៊ីសាកើតឡើងអស់អាណិតដូចខ្មោចសន្ធិដ្ឋនៅក្នុងខ្លួនអ៊ីសានាំឲ្យមានគំនុំធ្វើឲ្យសង្គមមិនមាំមួនចាក់ដោតព្យាបាទព្រោះគុំគួនថែធួនដោយថ្នាំមុទិតាកូនមាសឪពុកជីវិតមនុស្សគ្រប់គ្នាដែលបានកើតមកក្នុងលោកហើយមានប្រក្រតីទៅបានសេចក្តីសុខទៅបាននោះគឺបានអំពីការស្គាល់និងគោរពតួនាទីរបស់ខ្លួនដើម្បីកូនមាសឪពុកស្គាល់តួនាទីស្គាល់នូវសិទ្ធិរបស់ខ្លួនសិទ្ធិរបស់អ្នកដទៃនិងដើម្បីរៀបចំទុកដាក់ឲ្យបានល្អក្នុងការសេពគប់ឬសមាគមរួមការងារក្នុងកិច្ចការផ្សេងព្រមទាំងដើម្បីឲ្យប្រសើរក្នុងការតាក់ទងជាមួយអ្នកដទៃនៅក្នុងសង្គមកូនត្រូវសិក្សារៀនសូត្រឲ្យមានចំណេះដឹង7មុខ 1. កូនត្រូវរៀនឲ្យដឹងថាកិច្ចការអ្វីខ្លះដែលជាមុខនីតិរបស់មនុស្ស 2. កូនត្រូវដឹងហេតុនិងផលក្នុងការងារដែលត្រូវធ្វើមិនត្រូវច្រឡំហេតុផលជាដាច់ខាត 3. កូនត្រូវរៀនអំពីខ្លួនឯងត្រូវស្គាល់ខ្លួនឯងឲ្យបានប្រាកដព្រមទាំងត្រូវដឹងអំពីការគោរពខ្លួនឯងផង 4. កូនត្រូវរៀនឲ្យដឹងប្រមាណគឺចេះស្ទង់ស្ទាបក្នុងដំណើរការមានបញ្ញាយល់ត្រូវជាគ្រឿងកំណត់ 5. កូនត្រូវរៀនអំពីពេលវេលាត្រូវចេះកំណត់ដឹងកាលត្រូវចេះប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍ 6. កូនត្រូវរៀនឲ្យដឹងអំពីព្រឹត្តិការណ៍និងអធ្យាស្រ័យនៃបុគ្គលត្រូវចេះសង្កេតឲ្យស្គាល់មនុស្ស
7 កូនត្រូវរៀនឲ្យស្គាល់អំពីសង្គមមនុស្សទំនៀមទម្លាប់ប្រពៃណីចំណេះដឹងទាំងអស់នេះមិនត្រឹមតែធ្វើឲ្យកូនស្គាល់តួនាទីរបស់ខ្លួនបានច្បាស់លាស់នោះឡើយគឺធ្វើឲ្យកូនបានទៅជាមនុស្សដ៏សំខាន់ក្នុងការជួយខ្លួនឯងនិងជួយអ្នកដទៃទៀតផងប៉ុន្តែឪសូមឲ្យមាននូវស្មារតីប្រយ័ត្នជានិច្ចចំពោះសេចក្តីប្រមាទគឺការធ្វេសប្រហែសវាអាចធ្វើឲ្យអ្នកដែលចេះស្ទាត់ក្នុងការងារហើយនោះត្រឡប់ត្រូវជាទទួលបានការបរាជ័យដោយបុគ្គលល្ងងខ្លៅឬដូចជារថយន្តដែលក្រឡាប់ធ្លាក់ជ្រុះអញ្ចឹងឯងកូនមានឪពុកតួនាទីរបស់មនុស្សជាកិច្ចការងារចាំបាច់បំផុតដែលត្រូវសិក្សានិងបដិបត្តិដល់គ្នាទៅវិញទៅមកក្នុងខណៈនេះកូនមានតួនាទីច្រើនយ៉ាងដែលត្រូវធ្វើចំពោះអ្នកដទៃកូនត្រូវបំពេញតួនាទីជាកូនល្អរបស់មាតាបិតាកាលកូនជាបងគេកូនត្រូវបំពេញតួនាទីជាបងដ៏ល្អរបស់ប្អូនកាលកូនជាប្អូនគេកូនត្រូវបំពេញតួនាទីជាប្អូនដ៏ល្អរបស់បងកាលកូនជាមិត្តរបស់គេកូនត្រូវបំពេញតួនាទីជាមិត្តដ៏ល្អរបស់មិត្តសម្លាញ់កាលកូនជាអ្នករៀនសូត្រកូនត្រូវបំពេញតួនាទីជាសិស្សល្អរបស់គ្រូគ្រប់យ៉ាងត្រូវឲ្យល្អជាទីបំផុតនិងឲ្យអស់ពីសមត្ថភាពការបដិបត្តិតួនាទីជាមនុស្សគឺជាការបដិបត្តិនូវធម៌ដ៏សមគួរតាមធម៌តួនាទីត្រូវសម្ភារធ្វើឲ្យល្អចិត្តស្មោះសរបន្តការស្មារតីមានមិនប្រមាទក្នុងជីវិតពិតជាស្ពានចាស់អត់ឃ្លានឈានឆ្លងគ្រោះរស់ប្រពៃខ្ជិលធ្វើការមានឈ្មោះថាស្លាប់ទាំងរស់ស្លាប់ដូចពស់រស់កង្កែបបែបសត្វរៃហេតុដូច្នេះកូនត្រូវចេះឆ្លាតវាងវៃកំចាត់ភ័យលៃឲ្យសពញាស់ដៃជើង